កម្មពីវីដេអូមុនខ្ញុំបានបង្ហាញតាក់ទងជាមួយនឹងការប្រៀបធៀបឯកសារពីរផ្សេងគ្នានៅក្នុង Microsoft Word ដែលយើងអាចធ្វើទៅបានមិនថាភាសាខ្មែរឬក៏ភាសាអង់គ្លេសដោយឡែកក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹងការប្រៀបធៀបឯកសារពីរផ្សេងគ្នាដូចគ្នាដែរប៉ុន្តែនៅលើកម្មវិធី PDF វិញម្ដងនៅក្នុងវីដេអូនេះការបង្ហាញរបស់ខ្ញុំធ្វើនៅលើកម្មវិធី Adobe Acrobat Reader ឬក៏ DC Pro មានន័យថាមាន license ណាដូច្នេះបើសិនជាអ្នកគ្នាប្រើកម្រិត free ធម្មតាយើងអាចធ្វើបានទេក៏ប៉ុន្តែបើសិនជាពេលណាមួយអ្នកគ្នាចង់សម្រេចចិត្ត subscribe Adobe Acrobat Reader ឬក៏ DC Pro ហ្នឹងអ្នកគ្នាអាចទស្សនាវីដេអូនេះតែតជាមួយនឹងមុខងារ compare document បានដូច្នេះខ្ញុំចូលទៅកាន់កម្មវិធី Adobe Acrobat Reader តែម្ដងខ្ញុំចូលទៅកាន់ Adobe ខ្ញុំ search វាមកខាងក្រោមនេះមកអ្វីដែលពិសេសជាងកម្មវិធី Microsoft Word មានច្រើននៅក្នុងកម្មវិធី Adobe Acrobat Reader នេះទីមួយយើងអាចចូលទៅកាន់កន្លែងនេះហើយចូលទៅកាន់ compare file តែម្ដងទៅត្រង់ group section share and review យើងចុចកន្លែងខាងក្រោយនេះ compare file ចុច open បើថាចុចកន្លែងនេះឬក៏កន្លែងនេះទេឬក៏កន្លែងនេះទេគឺធ្វើបានទាំងអស់យើងទៅ upload ឯកសារណាអូខេឥឡូវនេះខ្ញុំយក1ហើយយក2ហើយកន្លែងនេះដូចគ្នាយើងត្រឡប់វាចុះឡើងបានហើយកន្លែងនេះតើគ្នាឃើញហើយមាន change ហើយកន្លែងនេះក៏បានដូរក៏បានកន្លែងនេះក៏ដូចគ្នាកម្មវិធី PDF នេះយើងមិនត្រឹមតែ compare តទៅជាមួយនឹងអត្ថបទទេយើងថែមទាំង compare តទៅជាមួយនឹង format បានទៀតតើគ្នាគាត់ចុចកន្លែង setting ហ្នឹងតើគ្នាអាចជ្រើសរើសទំព័រដែលតើគ្នាចង់ប្រៀបធៀបកន្លែងនេះគឺថ្មីលើសពី Microsoft Word ទេដោយសារតែយើងអាចប្រៀបធៀបទំព័របានទៀតយើង specific select ទំព័រមួយណាទៅទំព័រមួយណាឧទាហរណ៍ថាឯកសារពីរហ្នឹងសម្រាប់ឲ្យយើងចុចប្រៀបធៀបឲ្យមួយទំព័រទី3មួយទៀតទំព័រទី4ដោយសារតែយើងបន្ថែមមកទំព័រឯកសារវាទំព័រខុសគ្នាជាងទៅឬក៏យើងប្រៀបធៀបទំព័រដូចគ្នាប៉ុន្តែឯកសារហ្នឹងមានមួយឯកសារមាន50-60ទំព័រតែយើងចង់ប្រៀបធៀបតែមួយឬក៏ពីរយើងអាច select នេះបាននៅត្រង់កន្លែងនេះវាអត់សូវសំខាន់ទេយើងអាចជ្រើសរើស report ហ្នឹងមួយណាក៏បានដែរយើង select បានតែមួយទេអញ្ចឹងខ្ញុំយក auto detect ហើយនៅត្រង់កន្លែងនេះ by default គឺវាអត់មានទេវាមានតែប៉ុណ្្នេះទេហើយជាក់ស្ដែងយើង select ទាំងអស់ក៏បានដែរវាងាយស្រួលដែរដើម្បីថានៅពេលដែលឯកសារហ្នឹងវាមានលក្ខខណ្ឌដែលវាប្រែប្រួលទាំងអស់ហ្នឹងវាជាប់ទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំយក OK ហើយបើសិនអ្នកគ្នាអត់ចង់យកកន្លែងហ្នឹងគឺធ្វើតែបត់យើង check កន្លែងនេះតែនៅក្នុងឧទាហរណ៍នេះគឺខ្ញុំយកទាំងអស់ខ្ញុំជិះ compare មកហើយរងចាំវាបន្តិចដើម្បីវាដំណើរការបង្កើតឯកសារ compare document មួយអូខេអាហ្នឹងគឺរបៀបមួយឥឡូវយើងបានហើយមុននឹងខ្ញុំបង្ហាញខ្ញុំចង់បង្ហាញភាពល្អមួយនៅក្នុងកម្មវិធីនេះឧទាហរណ៍ខ្ញុំបានបើកឯកសារនឹងពីររួចជាស្រេចខ្ញុំក៏ចូលមកឯកសារណាមួយហើយខ្ញុំចុច more option ហើយបន្តមកទៀតខ្ញុំយក compare file តែម្ដងអញ្ចឹងវា select ឲ្យតែម្ដងពីលុត2ឬក៏1តើគ្នាចង់ដូរយើងចុចកន្លែងនេះដូចគ្នាដែរហើយចុច setting agency ដូចគ្នាមកហើយចុច compare មកគឺវាបានដូចគ្នាដែរឥឡូវនេះយើងបានឯកសារយើងនេះគឺជា report ដែលវាចេញមកវាមាន summary មួយក្នុង summary នេះវាមានថាវាបង្ហាញថាតើការផ្លាស់ប្ដូរមានកន្លែងណាខ្លះនៅត្រង់នោះក៏មាន compare report ដែល report ហ្នឹងមានតាំងពីឯកសារធ្វើម៉ោងប្រហែលថ្ងៃទីម៉ានគឺមានតែនេះគឺវារីកាលម្អិតល្អមែនទែនហើយផ្លាស់ប្ដូរប្រហែលកន្លែងផ្លាស់ប្ដូរនៅគីខ្លះមាន section មាន interject មាន deletion នេះចឹងទៅទាំង style ទាំង notation ហើយបន្តមកទៀតឥឡូវខ្ញុំចុច go to page 1អូខេអ្វីដែលល្អមួយទៀតជារួមឃើញថាឃើញល្អទាំងអស់នៅក្នុងកម្មវិធី Adobe Acrobat Reader DC នៅពេលដែលយើង compare file ពីរផ្សេងគ្នា PDF ហ្នឹងយើង select paragraph by paragraph គឺវាមាន flow line highlight color ផ្សេងមួយបើយើង understand តើពី flow មួយទៅ flow មួយហ្នឹងវា link ពីអីគេវា link ទៅ paragraph មួយណាអញ្ចឹងណាអ្វីដែលពិសេសនៅត្រង់កន្លែងផ្លាស់ប្ដូរនៅពេលដែលខ្ញុំគាត់ដាក់ cursor លើវាបង្ហាញ text replace មាន old មាន new
ប្រៀបធៀបនៅក្នុង Microsoft Word អត់មានទេកន្លែងនេះហើយតែនៅក្នុងកន្លែងចំណុចនេះមានដែរកន្លែង change នេះណាប៉ុន្តែវាអត់ងាយមើលអញ្ចឹងទេដោយសារតែវាអត់មាន highlight O ហើយនឹង U នៅត្រង់មួយ section ជាមួយគ្នាអញ្ចឹងទេឥឡូវខ្ញុំបង្ហាញតិចនេះជាឧទាហរណ៍វាមាននៅគ្នាដែរនៅត្រង់ revision នេះអញ្ចឹងបើសិនតើអ្នកទស្សនាបន្ត Microsoft Word មុនហើយខ្ញុំបានបង្ហាញទីហ្នឹងបងប្អូនគាត់ទៅ click កន្លែង review pen នេះមកវាគួរតែ pen ណានេះតើគ្នាវាបង្ហាញនៅកន្លែងនេះហើយវាមានច្រើនមែនតើតើគ្នាមើលប្រៀបធៀបនៅក្នុង PDF ឯកសារពីរហ្នឹងតែមួយទេគាត់ឲ្យខ្ញុំមួយ convert មួយជាទម្រង់ Word ហើយមួយទៀតខ្ញុំបាន convert វាទៅជា PDF តើគ្នាឃើញកន្លែង revision នេះវារហូតដល់223ខណៈដែលនៅក្នុង PDF ឃើញតាមតែ37ទេអូខេអញ្ចឹងវាមានភាពខុសគ្នាហើយអញ្ចឹងវាដូចជាមិនមានអីច្រើនទេកន្លែងនេះតើគ្នាអាច review O ឬក៏ new តើគ្នាឃើញ version ឡើងនេះណាមួយ essential មួយទៀត O នេះគឺ critical role អញ្ចឹងទៅហើយបន្តមកតើគ្នាអាចចុចមួយនេះបាន next change អញ្ចឹងយើង review ម្ដងមួយណាគឺវាបែបនេះដែរវាល្អដែរយើង click ទៅរហូតគាត់ថាខ្ញុំសង្កត់ថាវាអត់សូវទៅតាមលំដាប់ដោយដែរពីខ្លះណាអញ្ចឹងកន្លែងនេះយើងទៅមើលដែរបើធ្វើយើង click មួយក៏ល្អដែរអ្វីមួយទៀតនៅត្រង់ filter នេះវាមាន summary ដែរថាតើការ revise ការផ្លាស់ប្ដូរការកែប្រែរវាងពីរ version ហ្នឹងផ្លាស់ប្ដូរទៅលើទីខ្លះមានប្រមាណវា report នៅយ៉ាងនេះទៀតអញ្ចឹងដោយសារតែ advanced សិតតែ0មានតែ text មួយទៀតដែលមានអញ្ចឹងយើងអាចកំណត់បានបើយើងដោះវាចោលទាំងអស់គឺយើងឃើញតែអ្វីដែលថ្មីមកឬក៏អ្វីដែលចាស់អាស្រ័យទៅលើសំស្វ័យនេះអញ្ចឹង side by side មានពីរ file បែបនេះបើសិនជា new គឺឃើញ new ឬក៏បើយើងយក O គឺតែ O ទេអូខេអញ្ចឹងនៅត្រង់កន្លែងនេះមានតែប៉ុណ្្នឹងទេអ្វីមួយទៀតដែលតើគ្នាខិតសង្កល់បើសិនតើគ្នាចុចដានណាហើយតើគ្នាចុចមកកន្លែង comment នេះតើគ្នាឃើញបាត់ comment ដល់ link អញ្ចឹងតើគ្នាចុចប្រហែលដងក៏អត់ចេញដែរវាបាត់តែអញ្ចឹងណាវាបាត់តែម្ដងបើតើគ្នាបានវាមកវិញទី1តើគ្នាអាច save ទោះបីជាបិទប៉ុណ្ណឹងយើង save ទៅក៏វាចេញមកវិញដែរទី2តើគ្នាអាចចូលមក more option នេះហើយយើងយកកន្លែង compare file នេះឡើងវិញតើមកវាចេញcomment ទាំងមួយទាំងពីរនឹងមកវិញឯងប៉ុន្តែដោយសារតែកន្លែងនេះតើគ្នាអត់បាន highlight វាអញ្ចឹងយើងចុចជ្រើសរើសវាមកវាជាប់ហើយចំពោះការ save compare file របស់ PDF មិនថាតើគ្នាចុចវាប៉ុណ្នេះមិនថាតើគ្នាបិទឬក៏មិនថាតើគ្នាចុចដានទេនៅពេលដែលតើគ្នា save ហើយបើកវាមកវិញគឺវានឹងជាប់ auto default screen របស់វាមួយឧទាហរណ៍ឥឡូវនេះខ្ញុំចុចកន្លែង menu ដើម្បី save ឥឡូវខ្ញុំចុច save ខ្ញុំដាក់នៅត្រង់ copyright នឹងមកហើយកន្លែងនេះខ្ញុំដាក់ឧទាហរណ៍ខ្ញុំដាក់លេខ3ណាអូខេហើយខ្ញុំចុចបិទវាហើយបន្តមកទៀតខ្ញុំចុចបើកវាវិញតើគ្នារងចាំវាបន្តិចវានឹង convert ឯកសារដែលយើងបើកហ្នឹងទៅជា default screen វាមួយអញ្ចឹងគឺបែបនេះវាល្អដែរបើប្រៀបជាមួយនឹង Microsoft Word ប៉ុន្តែតើគ្នាយើងក៏មិនត្រូវភ្លេចដែរថានៅក្នុង Microsoft Word យើងប្រៀបធៀបវាផងយើងអាចកែវាបានផងចំពោះ PDF នេះគឺយើងអាចធ្វើតែមើល report វាធ្វើតែមើលកន្លែងផ្លាស់ប្ដូរទេអញ្ចឹងវាមានមុខងារផ្សេងគ្នាបន្តិចដែរបើយើងពេញចិត្តចំពោះមុខងារ PDF អូខេឯកសារ PDF ប្រកាសជាជំរឿនរបស់វាហើយប៉ុន្តែបើសិនជាយើងត្រូវពិនិត្យមើលហើយត្រូវកែប្រែត្រូវមាន comment at the same time ខ្ញុំជឿថាយើងប្រើប្រាស់ Microsoft Word គឺជាជំរឿនមួយដែរល្អដែរអញ្ចឹងអ្វីដែល consider មួយទៀតទាក់ទងជាមួយនឹង PDF នេះគឺយើងប្រើបានតើតើយើង subscribe មាន license បើប្រើ account free នឹងគឺយើងប្រើបានដូចគ្នាប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញទាក់ទងជាមួយនឹងការប្រៀបធៀបឯកសារពីរផ្សេងគ្នា PDF ដែរ
ប៉ុន្តែបានតែភាសាអង់គ្លេសដូចគ្នាភាសាខ្មែរធ្វើអត់បានទេមិនថា Adobe Acrobat Reader DC Pro នេះក៏ដោយឬក៏មុខងារ PDF ដែលខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូបន្ទាប់ក៏ដោយគឺយើងធ្វើបានត្រឹមតែភាសាអង់គ្លេសទេភាសាខ្មែរធ្វើអត់បានទេអញ្ចឹងតកតងជាមួយនឹងមុខងារ free វាមិនមានមុខងារទូទៅដូច Adobe Acrobat Reader ឬក៏ DC Pro ទេប៉ុន្តែយើងអាចប្រើប្រាស់បានមកធ្វើយល់តើការផ្លាស់ប្ដូរមានអីខ្លះហ្នឹងអូខេអញ្ចឹងជួបគ្នានៅវីដេអូក្រោយហើយអរគុណច្រើនដល់អ្នកគ្នាចំពោះការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់